Hello hello អ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមករៀនតែស្ក្តីម្ដងហើយក៏ជាកំណត់ចែករំលែកមួយដល់បងនិងសិស្សប្អូនជាច្រើនផងដែរហើយគឺខ្ញុំយកចែករំលែកគឺទស្សនៈមួយដែលចែងថាអំពើពុករលួយជាឧបសគ្គនៃគុណភាពជីវិតនិងវណ្ណៈភាពសង្គមហើយខ្ញុំក៏មិនមែនជាសិស្សពូកែម៉ែប៉ុន្មានដែរគ្រាន់ថាគឺអាចជាកំណត់ចែករំលែកហើយថ្ងៃនេះដែរគឺខ្ញុំលើកចំណុចធំៗដូចជាលំនាំបញ្ហាចំណូលចំណោទឃ្លាភ្ជាប់បញ្យលពាក្យហើយនិងបញ្យលនៃវិធានហើយកុំឲ្យខាត់ពេលយូរយើងចូលទៅមើលការតែងរបស់ខ្ញុំលេងសិនតែម្ដងទៅដើម្បីជាគំនិតដល់អ្នកទាំងអស់គ្នាហើយយើងធ្លាប់ដឹងហើយចំណុចទី1ដែលយើងត្រូវបកស្រាយនោះគឺផ្ដើមសេចក្តីហើយផ្ដើមសេចក្តីក្នុងនោះវាមានដូចជា3ចំណុចធំលំនាំបញ្ហាចំណូលបញ្ហានិងចំណោទបញ្ហាហើយចំណុចក្នុងចំណុចទី1គោលទាំង3នេះគឺប្រធានគឺត្រូវតែនិយាយឲ្យពាក់ព័ន្ធទៅនឹងប្រធានដូចលោកគ្រូអ្នកគ្រូយើងធ្លាប់បង្រៀនហើយគឺឲ្យយើងនិយាយចំណូលបញ្ហាហើយចំណោទលំនាំហ្នឹងគឺវាឲ្យចូលនៅតែមួយរបស់ប្រធានតែម្ដងគឺនិយាយជារួមគឺឲ្យយើងពាក់ព័ន្ធនឹងប្រធានយើងមិនមែនប្រធាននិយាយបែបផ្សេងបែបនេះយើងទៅបែបនោះទេហើយមកមើលកលេចមើលប្រធានខ្ញុំវិញដូចគេឲ្យអំពើពុករលួយជាឧបសគ្គនៃគុណភាពជីវិតនិងវណ្ណៈភាពសង្គមហើយមកមើលការសរសេរលំនាំបញ្ហាចំណូលបញ្ហានិងចំណោទរបស់ខ្ញុំតែម្ដងទៅមនុស្សដំបូងគឺលំនាំបញ្ហាមនុស្សគ្រប់រូបតែងតែមានបំណងប្រាថ្នាមួយដូចគ្នាគឺចង់រស់នៅក្នុងសង្គមមួយដែលពោរពេញទៅដោយភាពស្អាតស្អំរស់នៅដោយស្មើមុខស្មើមាត់គ្មានការរំលោភបំពានឬកេងប្រវ័ញ្ចគ្នាទៅវិញទៅមកប៉ុន្តែបើសិនសង្គមកើតមានអំពើពុករលួយនោះជីវិតរស់នៅរបស់មនុស្សនិងសង្គមទាំងមូលជួបប្រទះបញ្ហាផ្សេងជាក់ជាមិនខានអាហ្នឹងគឺជាចំណោទបញ្ហាហើយដូចជាអាហ្នឹងគឺជាលំនាំបញ្ហាហើយមួយទៀតគឺចំណោទបញ្ហាគឺយើងនិយាយមកលើកប្រធានដូចជាអាហេតុនេះហើយឬក៏ដូចនេះហើយតែរបស់ប្រធានខ្ញុំគឺខ្ញុំសរសេរថាអាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយចែងថាអំពើពុករលួយជាឧបសគ្គនៃគុណភាពជីវិតនិងវណ្ណៈភាពសង្គមហើយពីចំណុចដែលខ្ញុំលើកនេះគឺលំនាំបញ្ហានិងចំណោទបញ្ហាហើយចូលមួយចំណុចទៀតនោះគឺចំណោទបញ្ហាដាច់ខាតគឺខាងមុខផ្ដើមដោយតើនិងបញ្ចប់នៅខាងចុងគឺដោយសញ្ញាសួរបើដូច្នោះទេគេនឹងអាចដកពិន្ទុយើងផងដែរកន្លែងហ្នឹងអាចនឹង1ឬក៏2ពិន្ទុហើយក្នុងការចោទសួរចំណោទបញ្ហានេះគឺយើងត្រូវសួរដោយតាក់ទងនឹងប្រធានដូចជាតើទស្សនៈខាងលើមានអត្ថន័យយ៉ាងដូចម្ដេចខ្លះមានអត្ថន័យយ៉ាងណាយ៉ាងជាជើដូចម្ដេចហើយចំណែកហើយខ្លះយើងលើកឲ្យចំប្រធានតែម្ដងទៅយើងសួរប្រធានមកមិនយើងសួរមកអញ្ចឹងដូចប្រធានខ្ញុំគេសួរថាតើអំពើពុករលួយជាឧបសគ្គនៃគុណភាពជីវិតនិងវណ្ណៈសង្គមហើយចំណែកឯចំណោទបញ្ហាក៏ខ្ញុំលើកវាតាក់ទងទៅនឹងប្រធានដែរគឺខ្ញុំលើកថាតើអំពើពុករលួយជាឧបសគ្គនៃគុណភាពជីវិតនិងវណ្ណៈភាពសង្គមយ៉ាងដូចម្ដេចនេះគឺជាចំណោទបញ្ហាដែលខ្ញុំលើកនៅក្នុងប្រធានហើយគឺលើកមកឲ្យវាដូចស្រដៀងនៃប្រធានម្ដងប្រសិនបើយើងលើកខុសពីហ្នឹងក៏បានដែរគឺយើងនិយាយថាតើទស្សនៈខាងលើបានបង្កប់នឹងអត្ថន័យយ៉ាងណាខ្លះអញ្ចឹងទៅស្រេចតែយើងទេតែបើតាមយល់ល្អកំណត់របស់ខ្ញុំអ្នកទាំងអស់គ្នាអាចលើកជាតាក់ទងទៅនឹងប្រធានយកមកចោទសួរវិញគឺវាល្អគឺវាគុណភាពល្អមែនតើហើយ3ចំណុចនេះគឺបញ្ចប់នៅចំណុចធំមួយគឺសេចក្តី5ហើយយើងទី2យើងចូលតួសេចក្តីម្ដងទៅតួសេចក្តីចូលដំបូងគេមកគឺឃ្លាភ្ជាប់សេចក្តីហើយឃ្លាភ្ជាប់សេចក្តីនេះផងដែរគឺយើងនិយាយដើម្បីបើកក្បាលនៃការសរសេរតែសេចក្តីយើងដូចជាយើងអាចនិយាយបានថាមុននឹងឈានដល់ការបកស្រាយប្រធានខាងលើឲ្យបានក្បាលយើងគួរគប់3សិក្សាពាក្យកន្លឹះជាមុនសិនឬក៏មុននឹងឈានដល់ការបកស្រាយប្រធានខាងលើយើងគប់3ស្វែងយល់សិក្សាពាក្យកន្លឹះឬចំនួនពាក្យជាមុនសិនឬក៏មានគំនិតផ្សេងផងដែរហើយក៏គំនិតក្នុងរបស់ខ្ញុំដែលលើកក្នុងធានដែលឃ្លាភ្ជាប់សេចក្តីដែលខ្ញុំលើកមកនោះគឺខ្ញុំលើកជាបែបសាមញ្ញទេគឺជាបឋមដើម្បីជាមូលដ្ឋានក្នុងការបកស្រាយប្រធានឬបកស្រាយទស្សនៈប្រធានខាងលើឲ្យបានខ្វះក្បាលយើងគួរសិក្សាអត្ថន័យនៃពាក្យនិងកន្សោមពាក្យមួយចំនួនសិនហើយនេះគឺជាឃ្លាភ្ជាប់នៅក្នុងប្រធានរបស់ខ្ញុំគឺអ្នកទាំងអស់គ្នាអាចលើកផ្សេងនេះក៏បានដែរឲ្យតែគំនិតល្អហើយបន្ទាប់ពីឃ្លាភ្ជាប់គឺយើងដឹងហើយគឺពន្យល់ពាក្យហើយពន្យល់ពាក្យនេះគឺសំខាន់មែនទែននៅក្នុងប្រធានហើយពន្យល់ពាក្យគឺយើងមើលពាក្យកន្លឹះដែលធំហើយពាក្យថាដែលយើងអាចមកបកស្រាយមែនពាក្យអត់ប្រយោជន៍យើងយកមកកើតទេគឺមើលក្នុងប្រធានដោយប្រធានខ្ញុំអញ្ចឹងខ្ញុំអាចលើកពាក្យថាអំពើពុករលួយឬឧបសគ្គគុណភាពជីវិតអីចឹងទៅហើយយើងមកមើលការលើកពន្យល់ពាក្យរបស់ខ្ញុំហ្មងទៅហើយពាក្យទី1ដែលខ្ញុំលើកនោះគឺអំពើពុករលួយគឺសំដៅយកការស៊ីសំណូកសោកប៉ាន់
កេងប្រវ័ញ្ចកឹបកេងប្រើអំណាចដោយទូនាទីគៀបសង្កត់យកផលប្រយោជន៍អ្នកទៅដីហើយយើងដឹងហើយគឺអំពើពុករលួយគឺវាមិនល្អទេបើសិនវានៅក្នុងសង្គមមួយគឺវាក៏វាមិនអាចឲ្យសង្គមនោះរីកចម្រើនដែរគឺវាមានភាពតែច្បោកច្បល់ព្រោះវាថាអំពើពុករលួយគឺវាមិនល្អទេហើយយើងក៏លេចទៅមើលពាក្យទី2ដែលខ្ញុំលើកនោះគឺឧបសគ្គយើងដឹងហើយគឺជាគ្រឿងរារាំងឬរាំងស្ទះរាំងខ្ទប់យើងមិនឲ្យទៅមុខហើយចំណែកដែលខ្ញុំលើកក្នុងប្រធានគឺគុណភាពជីវិតហើយយើងដឹងហើយគុណភាពជីវិតគឺជាជីវិតមួយគឺជាជីវិតដែលមនុស្សមានភាពជីវភាពសមរម្យមានកិត្តិយសសេចក្តីថ្លៃថ្នូរហើយទទួលបានការសរសើរពីអ្នកផងហើយយើងដឹងហើយអ្នកផងគឺជាអ្នកមិនអ្នកដតីទេអ្នកផងគឺអ្នកចិត្តខាងឬអ្នកស្រុករួមជាមួយយើងផងដែរហើយចំណែកពាក្យចុងក្រោយដែលខ្ញុំលើកនោះគឺវណ្ណៈភាពគឺសំដៅដល់ភាពនាំឲ្យចម្រើនលូតលាស់ទៅមុខហើយនេះគឺជាបញ្យោលពាក្យដែលក្នុងប្រធានដែលខ្ញុំលើកយកមកនេះគឺយកចំណុចគោលសំខាន់យកមកម្ដងហើយដឹងស្រាប់ហើយគឺបន្ទាប់ពីបញ្យោលពាក្យហើយនោះគឺយើងចូលទៅដល់បញ្យោលនៃប្រធានគឺវាមិនអីវែងឆ្ងាយទេគឺយើងបូកសរុបគ្នាចូលក្នុងនៃប្រធាននៃគេចង់និយាយបែបម៉េចដូចជាការយកបូកចូលគ្នារវាងបញ្យោលពាក្យចឹងទៅមើលបញ្យោលនៃប្រធានដែលខ្ញុំលើកមកនោះបញ្យោលនៃប្រធានខ្ញុំបានលើកមកថាដូចនេះប្រធានតម្រូវឲ្យបកស្រាយបញ្ហាឲ្យឃើញថាការស៊ីសំណូកសោកប៉ាន់កឹបកេងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរភាពសុខសាន្តរបស់មនុស្សនិងការរីករូតលាស់នឹងសង្គមជាតិយើងទាំងមូលហើយបញ្យោលនៃប្រធាននេះគឺក៏វាសំខាន់ម្យ៉ាងដែរគឺយើងនិយាយអ្វីឲ្យតាក់ទងទៅនឹងប្រធានតែម្ដងហើយបើសិនជាយើងប្រធានគេឲ្យលើកការកឹបកេងអំពើពុករលួយយើងទៅលើកការរីកចម្រើននេះមកគឺវាឆ្កុយប្រធានគេអាចនឹងដកបន្ទុកផងដែរហើយបើពីលើមកដល់ក្រោមនេះគឺយើងអាចដឹងថាសេចក្តីផ្ដើមគឺវាបានយើងច្រើនបន្ទុកដែរហើយចូលមកតួសេចក្តីក៏វាច្រើនជាងគេគឺបកស្រាយប្រធានហើយក្នុងការបកស្រាយប្រធានគឺខ្ញុំលើកទៅវីដេអូក្រោយហើយការបកស្រាយប្រធានយើងដឹងហើយគឺយើងនិយាយពីតាក់ទងទៅនឹងប្រធានហើយនឹងលើកអក្សរសិល្ប៍មកបញ្ជាក់ព្រោះថាมันអាចប្រធានមួយដែលមានសរសេរបានល្អมันអាចអត់អក្សរសិល្ប៍បានទេហើយជួបគ្នានៅវីដេអូក្រោយបាយជម្រាបលា